ក្រុមហ៊ុននៅក្រុងក្រាំមែនបានសម្រេចចិត្តបោះទុនផ្ទាល់ខ្លួនដែលមានទំហំទឹកប្រាក់ប្រមាណ $2.5 លានឯណោះដើម្បីពន្លឿនសមត្ថភាពផលិតយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយចំនួនទី6របស់សហរដ្ឋអាមេរិកនោះគឺ B-21 Raider យោងទៅតាមសេចក្តីរាយការណ៍មួយចំនួនបានដឹងថាការបោះទុនវិនិយោគបន្ថែមនេះកើតមានឡើងនៅចំពេលដែលកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកនេះគឺកំពុងតែវាយតម្លៃទៅលើលទ្ធភាពបង្កើនល្បឿនផលិតនិងពង្រីកចំនួននៃការបញ្ជាទិញយន្តហោះទម្លាក់គ្រាប់បែកប្រភេទនេះមានចំនួនលើសពី100គ្រឿងឯណោះតាមរយៈកិច្ចសន្យាដែលមានតម្លៃប្រមាណ $4.5 លានសហរដ្ឋអាមេរិកដែលបានធ្វើឡើងកាលពីខែកុម្ភៈឆ្នាំ2026កន្លងទៅក្រុមហ៊ុននៅក្រុងក្រាំមែននេះនឹងបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំរបស់ខ្លួនឲ្យកើនឡើងរហូតដល់ 25% ឯណោះដើម្បីកាត់បន្ថយពេលវេលានៃការផលិតនិងដាក់យន្តហោះទម្លាក់គ្រាប់បែក B-21 Raider នេះឲ្យចូលបំពេញបេសកកម្មនៅក្នុងជួរកងទ័ពឲ្យបានលឿនជាងមុនយន្តហោះទម្លាក់គ្រាប់បែក B-21 Raider នេះគឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលហោះហើរសាកល្បងនិងផលិតនៅក្នុងកម្រិតទាបបំផុតដោយយន្តហោះដំបូងនោះគឺត្រូវបានគេគ្រោងនឹងបញ្ជូនទៅកាន់មូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកដែលមានទីតាំងស្ថិតនៅឯ Ellsworth ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ South Dakota នៅអំឡុងឆ្នាំ2027ខាងមុខនេះB-21 Raider នេះនឹងក្លាយទៅជាយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពទាំងផ្ទុកអាវុធធម្មតានិងអាវុធនុយក្លេអ៊ែរជាមួយនឹងការបំពាក់ទៅដោយបច្ចេកវិទ្យាបំបាំងកាយចំនួនចុងក្រោយបង្អស់ដែលធ្វើឲ្យសត្រូវនោះពិបាកនៅក្នុងការចាប់សញ្ញាបានហើយជាពិសេសនោះគឺវាមានតម្លៃរហូតដល់ជិត$700 លានសហរដ្ឋអាមេរិកនៅក្នុងមួយគ្រឿងB-21 Raider នេះនឹងក្លាយទៅជាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយដែលខ្លាំងក្លានិងមានតម្លៃថ្លៃជាងគេបំផុតរបស់សហរដ្ឋអាមេរិកដែលប្រទេសនេះមានការជឿជាក់ថាវានឹងក្លាយទៅជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់កងទ័ពអាកាសរបស់សហរដ្ឋអាមេរិកនាពេលអនាគតកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកមានមហាចិន្តាបញ្ជាទិញនៅយន្តហោះទម្លាក់គ្រាប់បែក B-21 Raider នេះមានចំនួនរហូតដល់100គ្រឿងឯណោះនៅក្នុងគោលបំណងដើម្បីជួយមកជំនួសកងយន្តហោះទម្លាក់គ្រាប់បែកស៊េរីចាស់ៗក្នុងនោះមានដូចជាយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1B Lancer និង B-2 Spirit ជាដើមនៅក្នុងរយៈពេលប្រមាណទសវត្សរ៍ខាងមុខទៀត